ដល់ទឹកដីខេត្តព្រៃវែងហើយមើលតែសង្ក្រាន្តព្រៃវែងរៀបចំឡើងលយមកបងប្អូនណាចឹងសូមបញ្ជាក់ម្ដងទៀតណាបងប្អូនណាចង់មកទស្សនាកំសាន្តមកសង្ក្រាន្តខេត្តព្រៃវែងមើលទៅនេះស្រស់ស្អាតណាស់នេះស្អាតចឹងអត់លំបាកទេមកនាំគ្នាចូលរួមលេងកំសាន្តទាំងអស់គ្នាថ្ងៃចូលឆ្នាំខាងមុខហើយនេះផ្លូវមកចំហៀងទៀតនៅខាងសួនកន្លែងរៀបចំសង្ក្រាន្តហ្នឹងណាចាំបកទៅវិញខ្ញុំនឹងថតពីខាងនោះមកវិញព្រោះគេបិទផ្លូវហើយបិទផ្លូវឲ្យយើងទៅព្រោះគេកំពុងតែរៀបចំបាទតែអត់ដល់តែបាត់ទេតែគាត់ថាគេកំពុងរៀបចំអញ្ចឹងគេបិទមកតិចសិនបាទដើម្បីរៀបចំឲ្យបានស្អាតស្រស់បំព្រងមែនទែនយើងបត់មកតាមនេះមកគេឲ្យចូលទេចូលលោកសួនខ្ញុំចេញមកជុំជើវិញណាចឹងបងប្អូនយើងចង់មកលេងកំសាន្តណាកុំភ្លេចមកខេត្តព្រៃវែងតែនេះខ្ញុំត្រូវបត់ស្ដាំទៅវិញព្រោះគេឲ្យបត់ឆ្វេងទេចឹងខ្ញុំបត់មកនេះមកជុំនេះឃើញទេឃើញបងកំពុងតែរៀបចំបងប្អូនស្រស់ស្អាតណាឆ្នាំនេះសប្បាយជាងឆ្នាំមុនទៀតសង្ក្រាន្តខេត្តព្រៃវែងចឹងមកខ្ញុំបត់ទៅខាងមាត់ទន្លេម្ដងបត់ឆ្វេងមកបត់ឆ្វេងនេះវិញនេះបងប្អូនឃើញទេចំហ្មងនេះកន្លែងសង្ក្រាន្តខេត្តព្រៃវែងរៀបចំស្អាតណាស់នៅខាងនេះគេដាក់ថាអីគេមើលដាក់ថាម៉េចតបាយណាស់តិចនេះដាក់ថាស្រឡាញ់ខេត្តព្រៃវែងបេះដូងខេត្តព្រៃវែងមកខាងនេះវិញទៀតហើយខ្ញុំនឹងបត់មកជុំទៅខាងអត់ទាន់ទៅខាងមាត់ទន្លេទៅខាងឆ្វេងដៃវិញមើលផ្លូវក្នុងចំកណ្ដាលក្រុងព្រៃវែងបាទពីសួនអូខាងនេះគេបិទដែរបងប្អូនហើយបិទដែរទៅទេគេកំពុងតែរៀបចំបាទនេះចឹងមានតែបត់ឆ្វេងមកជុំវិញថាបត់ទៅខាងនោះគេបត់ដែរបាទនេះបត់ដោយសារតែគេរៀបចំណាគេរៀបចំបានស្អាតដើម្បីឲ្យជីវរដ្ឋបានលេងកំសាន្តសប្បាយថ្ងៃបុណ្យចូលឆ្នាំចឹងអរគុណច្រើនបងប្អូនណាចឹងបត់ពីជុំនៅកន្លែងដើរទេចឹងព្រោះខ្ញុំជាមួយខ្ញុំទៅផ្លូវមកជំនាញទៀតអរគុណច្រើនបងប្អូនវីដេអូនៅក្នុង